Mesotherapy អាចរំលាយខ្លាំងលើស្បែកមុខហើយធ្វើឲ្យស្បែកមុខរបស់យើងនោះភ្លឺរលោងដូចតារាជារៀងរហូតហ្មងអត់អញ្ចឹងទេបងប្អូនយើងមួយចំនួនមិនទាំងដឹងផងថា Mesotherapy នឹងគឺជាអីគេទេបងប្អូនគាត់តែដឹងថា Mesotherapy គឺចាក់វីតាមីនចូលស្បែកមុខប៉ុន្តែអត់ដឹងថាចាក់ស្អីគេចូលស្បែកមុខទេហើយក៏មិនដឹងថាបានផលយ៉ាងម៉េចដែរគ្រាន់តែគេប្រាប់ថាចាក់ទៅអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនឲ្យស៊ីជម្រៅតែម្ដងតាក់ទងនឹង Mesotherapy ថាតើស្អីគេទៅ Mesotherapy អញ្ចឹង Mesotherapy គឺជាការចាក់វីតាមីនពកទូចៗនៅលើស្បែកមុខដោយដែលបងប្អូនឃើញរូបភាពអញ្ចឹងគឺយើងចាក់ចូលស្រទាប់ទី1ឬក៏ស្រទាប់ទី2ហើយប្រភេទវីតាមីនគឺខុសៗគ្នានឹងអាស្រ័យទៅលើបញ្ហារបស់បងប្អូនជាក់ស្ដែងដែលវីតាមីនទាំងអស់ហ្នឹងវាមានដូចជា hyaluronic acid មាន peptide មាន collagen biostimulator មាន PDN ឬក៏ salmon DNA អញ្ចឹងទៅសំណួរសួរថាហេតុអីបានត្រូវចាក់ស្របពេលដែលបងប្អូនអាចប្រើ skin care លាបផ្ទាល់បានហ្នឹងអញ្ចឹងចាក់ដោយសារតែពេលដែលយើងចាក់ទៅវាចូលទៅដល់ស្រទាប់ស្បែកយើងផ្ទាល់តែម្ដងខ្ញុំឧទាហរណ៍ថាបើសិនជាបងប្អូនលាប skin care 100វាជ្រាបចូលស្បែកមុខរបស់យើងបានតែ30ឬក៏40ទេពេលខ្លះចូលទៅជាងនឹងថែមទៀតផ្ទុយទៅវិញបើសិនជាបងប្អូនចាក់វីតាមីនអញ្ចឹងបើសិនជាយើងចាក់100វាចូលបានទៅដល់8ឬក៏9អញ្ចឹងប្រសិទ្ធភាពនៃការចាក់គឺវាខ្លាំងជាងការដែលយើងលាប skin care បងប្អូនអញ្ចឹងបើសិនជាបងប្អូនដែលមានរុនរោមរីកធំស្បែកគ្រើមស្បែកអត់ទន់ស្បែកស្អាប់ឬក៏មុខមុនមុខជាំដែលយើងប្រើ skin care ឲ្យអត់ត្រូវទេបងប្អូនអាចជ្រើសសេវាកម្ម Mesotherapy ដើម្បីព្យាបាលបានដោយសារអីវាបង្កើនប្រសិទ្ធភាពខ្លាំងជាង skin care ដែលបងប្អូនប្រើរាល់ថ្ងៃនឹងឯងហើយចំណុចសំខាន់មួយទៀត skin care មួយចំនួនណាតម្លៃវាស្មើនឹងការចាក់ Mesotherapy នឹងទេបងប្អូនតើ Mesotherapy វាអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅដល់ស្បែកមុខរបស់យើងអញ្ចឹងយើងអាចចាក់ទៅដើម្បីឲ្យមុខរបស់យើង glow មានសំណើមអាចឲ្យមុខរបស់យើងភ្លឺអាចឲ្យមុខរបស់យើងបាត់ជាំបាត់មុនហើយបើចាក់នៅលើសក់អាចឲ្យសក់របស់យើងដោះបានល្អថែមទៀតអូខេសំណួរបន្ទាប់ថាតើបើសិនជាខ្ញុំចាក់តើខ្ញុំត្រូវត្រៀមខ្លួនយ៉ាងម៉េចខ្លះអញ្ចឹងចំណុចទី1បងប្អូនត្រូវដឹងថាខ្លួនឯងចង់បំបត្តិស្អីគេសិនបំបត្តិមុនបំបត្តិជាំយាធ្លាក់ឬក៏មិនពីព្រោះពេលខ្លះពេលដែលពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតទៅបងប្អូនមានបញ្ហា2 3នៅក្នុងពេលតែមួយអញ្ចឹងយើងត្រូវដោះម្ដងមួយតើបញ្ហាណាដែលរំខានបងប្អូនខ្លាំងជាងគេចំណុចទី2បងប្អូនត្រូវពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីឲ្យគាត់បណ្ឌិតស្បែកមុខរបស់បងប្អូនថាតើស្បែកបងប្អូនឥឡូវខ្សោយឬក៏សុខភាពល្អទេព្រោះបើសិនជាខ្សោយពេកក៏ពិបាកទទួលយកសេវាកម្មនឹងដែរទី2វេជ្ជបណ្ឌិតនឹងកំណត់ឲ្យច្បាស់ថាតើបញ្ហាណាដែលវាធ្ងន់ជាងគេហើយបងប្អូនគួរដោះស្រាយមុនគេព្រោះអីពេលខ្លះបងប្អូនចង់ដោះស្រាយបញ្ហាកព្រោះអីវាទៅបងប្អូនខ្លាំងអញ្ចឹងណាប៉ុន្តែដល់ពេលទៅជួបជាក់ស្ដែងទៅបញ្ហាខនេះវាធ្ងន់ជាងនៅពេលណាដែលយើងដោះស្រាយបញ្ហាខទៅអាបញ្ហាកនេះវារលាយបាត់ដោយខ្លួនឯងតែម្ដងអញ្ចឹងជាការល្អមែនទែនដែលបងប្អូនពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតអូខេជាធីបចុងក្រោយទោះបីថា Mesotherapy វាប្រកែកជាង Skin Care អីក៏ដោយប៉ុន្តែពេលដែលយើងចាក់ហើយបងប្អូននៅតែត្រូវការ skin care ដដែលព្រោះអី skin care ដើរតួសំខាន់នៅក្នុងការបង្កើនប្រសិទ្ធភាព Mesotherapy ទី2វាថែទាំស្បែករបស់យើងក្រោយពីការចាក់ហ្នឹងកុំឲ្យក្រហមពេកកុំឲ្យវានៅពោកយូរពេកអីចឹងទៅអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានចម្ងល់អីទៀតទាក់ទងនឹងសេវាកម្ម Mesotherapy បងប្អូនអាច comment ជាសំណួរនៅខាងក្រោមវីដេអូនេះសម្រាប់ការប្រឹក្សាអីផ្សេងៗបងប្អូនអាចឆាតចូលពេកផងដែរសូមអរគុណ